លោកវាងនឹងបាក់ពួកត្រូវបានពួកយើងបណ្ដេញចេញពីជាងចេញហើយបើអ្នកមិនចង់ខ្លាយជាឆ្កែចាញ់បោកល្អបំផុតសារភាពការពិតមកប៉ុន្មានឆ្នាំនេះតើបានធ្វើរឿងអាក្រក់ប៉ុន្មានចំពោះជាងឈូសៀនាងឯងបើមិនមែនមកពីនាងប៉ានិងខ្ញុំមិនអាចមានរឿងក្តីបានទេនាងឯងជាស្រីនាំទុកផ្ទះកំភ្លៀងគ្រួសារហឺរបស់យើងហ៊ានមកជិះជាន់ពួកយើងទៀតពួកឯងពិតជាចង់ងាប់មែនយកពួកគេចេញទៅខ្ញុំចង់ឲ្យពួកគេសងរាល់ឆ្នាំដែរខ្ញុំនឹងសងសឹករាល់ការឈឺចាប់ដែលគេបានធ្វើលើឈូសែសងវិញទាំងអស់ខ្ញុំសុំទោសលោកប្រធានហេគឺកំហុសរបស់ខ្ញុំគឺខ្ញុំមិនល្អប៉ុន្តែការបណ្ដេញម្ដាយកូនឈូសែចេញពីផ្ទះជាគំនិតរបស់គាត់កុំបន្ទោសខ្ញុំអីមិនក៏មកបន្ទោសខ្ញុំមិនមែនមកពីអ្នកព្រួយបារម្ភរឿងធ្វើបាបជាងឈិជាប៉ុន្មានឆ្នាំនេះនឹងរឹបអូសយកពាក្យហ៊ុនម្ដាយរបស់នាងដែលលោកហ៊ីរ៉ូឃើញហើយសងសឹកឯងនៅស្ងៀមទៅហេតុអីខ្ញុំត្រូវនៅស្ងៀមឯងគិតថាខ្ញុំជាចាងឈូសៀដែលកំសាកនោះមែនទេឲ្យឯងធ្វើបាបតាមចិត្តលោកគាត់ខ្ញុំចង់លួសកំហុសខ្ញុំចង់ប្រាប់អ្វីដែលខ្ញុំដឹងនិយាយមកទាំងអស់តោះលែងខ្ញុំទៅបានទេជាងឈិជាទេបងស្រីតោះលែងខ្ញុំទៅខ្ញុំដឹងពីរបៀបដែលម្ដាយអ្នកបានស្លាប់ទេបាក់ខ្ញុំមិនមែនគាត់ស្លាប់ដោយសារជំងឺមហារីកទេឬស្លាប់ដោយសារជំងឺមហារីកនោះគ្រាន់តែជារឿងខាងក្រៅប៉ុណ្ណោះប៉ាឯងនឹងដើម្បីយកម៉ាក់ឯងចូលផ្ទះគាត់លួចប្ដូរថ្នាំព្យាបាលគីមីឲ្យម៉ាក់ឯងអីមហារីកសូដនរបស់ម៉ាក់ឯងអាចព្យាបាលជាសះស្បើយប៉ាឯងចេតនាប្ដូរថ្នាំម៉ែឯងទៅនឹងស្លាប់ដោយសារជំងឺទេឯងនិយាយមិនពិតខ្ញុំមិនបាននិយាយមិនពិតទេខ្ញុំមើលផ្ទាល់នឹងត្រចៀកឯងនឹងម៉ែនិយាយគ្នានៅមាត់ទ្វារបន្ទប់ធ្វើការខ្ញុំថតសំឡេងទុកទៀតផងប៉ាក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ម៉ែឯងដែរប៉ាជាអ្នកធ្វើទាំងអស់ហ្នឹងមិនពាក់ព័ន្ធនឹងខ្ញុំទេកុំចង់កំហឹងខុសមនុស្សឲ្យសោះណាកុំឲ្យប៉ះពាល់ដល់ខ្ញុំអីតិរិឆានមិនក៏ឯងធ្វើបែបនេះបានម៉ែខ្ញុំជាប្រពន្ធដើមរបស់ឯងតើតើឯងគិតថាខ្ញុំចង់ឬបើម៉ែឯងមិនស្លាប់ជាចូលផ្ទះមិនបានទេកាលនោះនាងមានផ្ទៃពោះបើខ្ញុំមិនយកនាងទៅរំលូតកូនហើយក្រុមគ្រួសារជាមរបស់យើងត្រូវបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់នឹកស្មានមិនដល់សោះចុងក្រោយតែជាកើតបានកូនស្រីទៀតឯងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនមើលម៉ែខ្ញុំឈឺចាប់ស្លាប់មែនទេឯងសំបីតែប្រពន្ធខ្លួនឯងក៏សម្លាប់ហ៊ានមកធ្វើបាបពួកយើងទៀតកូនក្មួយស្រីនិងកូនក្មួយប្រុសមនុស្សបែបនេះគួរតែបោះចូលសមុទ្រធំឲ្យត្រីស៊ីទៅអាហោសូមមេត្តាអត់ទោសឲ្យខ្ញុំផងអត់ទោសឲ្យខ្ញុំផងលោកហ៊ីខ្ញុំក៏ជាឪពុករបស់ឈីឆែដែរខ្ញុំព្រមប្រគល់ភាគហ៊ុនទាំងអស់ឲ្យទៅនាងវិញលោកហ៊ីសូមលោកអភ័យទោសឲ្យខ្ញុំផងទើបនឹកឃើញថាជាឪពុករបស់លោកជំទាវតូចហេតុអ្វីមិនគិតពីមុនអាវ៉ូពួកយើងជាពលរដ្ឋស្របច្បាប់ពិតមែនហើយមិនគួរបោះចោលលោកនាយកជាងអរគុណលោកហ៊ីអាហោអរគុណលោកហ៊ីយកជាងនិងបកពួករបស់វាបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសខ្ញុំនឹងឲ្យពួកវាជាប់គុកអស់មួយជីវិត
កុំសង្ឃឹមថាបានរួចខ្លួនសំហើយលោកហ៊ីខ្ញុំខុសហើយសូមអភ័យទោសឲ្យខ្ញុំផងលោកគាត់ឈូសៀប៉ាជាប៉ារបស់កូនណាប៉ាជាប៉ារបស់កូនឈូសៀកោះប្រជុំសន្និសីទសារព័ត៌មានគ្រួសារដែលគាត់នឹងធ្វើអ្វីក៏ដោយដែលវាត្រូវការទិញមន្ទីរពេទ្យជាងឆេងហើយបញ្ចប់ការទិញភាគហ៊ុនទាំងអស់បន្ទាប់ពីនោះប្រគល់ឲ្យភរិយារបស់ខ្ញុំជាងឈិជាយល់ព្រមមិនអាចទេឈិជាប៉ុន្មានឆ្នាំនេះអូនជាមួយកូនសូមអូនឲ្យបងមានឱកាសកែខ្លួនអូនងូតទឹករួចហើយមានអីមែនទេមើលទៅភ័យម្លេះទោះបីជាពេទ្យថាបើពួកយើងមានកូនម្នាក់ទៀតអាចយកឈាមតងផ្ចិតជួយសង្គ្រោះជូបានតែអូនមិនចង់ឲ្យបងរៀបការជាមួយអូនដោយសារតែរឿងនេះទេពួកយើងនៅអាចសាកល្បងបានកូនក្នុងបំពង់ខ្ញុំអ្នកណាថាខ្ញុំគ្រាន់តែចង់បានកូនអាហោឈូសៀខ្ញុំរកអ្នក5ឆ្នាំហើយ5ឆ្នាំនេះរាល់ថ្ងៃរាល់ម៉ោងខ្ញុំនឹកអូនអូយខ្ញុំប្រាប់អ្នកឯងណាមិនក៏នៅស្ងាត់ចឹងប្រពន្ធមួយរយៈនេះអូនហត់ខ្លាំងណាស់ឃើញថាអូនកើតពេលមានកូនភ្លោះឌូនឹងឈីវបាក់លំបាកប៉ុណ្ណាប៉ាកុំតន់អាលអន្ទះសារពេកពេទ្យថាមិនតន់ដល់ថ្ងៃទេហើយលើកនេះកូនភ្លោះទៀតហើយពេទ្យថានឹងសម្រេចចិត្តវះកាត់មានសុវត្ថិភាពណាស់អូយកូនប្រសាឲ្យថែមទាំងកូនភ្លោះទៀតកូនឯងគឺជាអ្នកមានគុណធំរបស់ត្រកូលហើយយើងអូមីតូហ្វូអាហាប្រពន្ធកើតអីនឹងអាហាបងសំឡាញ់លែងបានហើយដូចជាយិបនឹងកើតហើយកូនប្រសាកុំធ្វើឲ្យពួកយើងភ័យខ្លាចអីប្អូនហៀបនឹងចេញមកហើយពេទ្យប្រពន្ធខ្ញុំហៀបនឹងសម្រាហើយកូនប្រសាម៉ាក់